សម្រាប់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលថាបន្ទាប់ពីវះកាត់ហើយតើពួកយើងធ្វើអ្វីខ្លះពីអ្នកជំងឺបញ្ជូនទៅបន្ទប់តាមដានក្រោយការវះកាត់ឬ recovery room ស្រាប់ណាស់និង circulate នោះគឺមានតួនាទីជួយគ្នាក្នុងការរៀបចំបន្ទប់វះកាត់សាជាថ្មីស្រាប់ណាស់ធ្វើការប្រមូលអីវ៉ាន់ឬ instrument ដែលប្រើប្រាស់ក្នុងការវះកាត់ដាក់ចូលទៅក្នុងប្រអប់ដាក់សម្ភារៈកខ្វក់ឬ dirty instrument សម្រាប់ circulate នោះគឺមានតួនាទីជួយមើលបរិវេណនិងសណ្ដាប់ធ្នាប់នៅក្នុងបន្ទប់វះកាត់ដោយត្រូវមើលថាអីវ៉ាន់ណាដែលយើងគួរទៅដាក់កន្លែងដើមវាវិញតែមុននឹងដាក់កន្លែងដើមយើងក៏ត្រូវជូតសម្អាតឲ្យបានល្អដែរនេះជាឧបករណ៍សម្រាប់ suction ឬបូមឬជាតយោបូមដែលយើងត្រូវប៉ាឡេះវាចេញមកនិងបោះចោលក្នុងធុងសម្រាមពណ៌ក្រហមឲ្យបានត្រឹមត្រូវធ្វើការសម្អាតដូចជាក្រែវះកាត់តុឬកៅអីដែលបានប្រើប្រាស់និងឧបករណ៍ផ្សេងៗទៀតដែលប្រើប្រាស់នៅក្នុងកន្លងពេលវះកាត់យើងក៏ត្រូវជូតសម្អាតឲ្យបានបែងចែកប្រភេទសំណល់ឬសម្រាមដែលដាក់ចូលក្នុងធុងក្រហមហ្នឹងគឺជាសម្រាមដែលត្រូវបោះចោលនិងកណាត់យើងត្រូវញែកវាចេញដែលវាងាយស្រួលដល់បុគ្គលិកសម្អាតក្នុងការយកទៅបោះចោលនិងយកទៅបោកសម្អាតមួយទៀតត្រូវមើលឧបករណ៍អេឡិចត្រូនិកដែលប្រើប្រាស់ក្នុងកន្លងពេលវះកាត់ដូចជាកុំព្យូទ័រប្រព័ន្ធ system អីផ្សេងៗយើងត្រូវរៀបចូលឲ្យបានកន្លែងដើមវាវិញនិងប្រមូលឯកសាររបស់អ្នកជំងឺដើម្បីទទួលខ្លួនយកទៅ report ដល់ recovery room នៅការ report ព័ត៌មានរបស់អ្នកជំងឺមុនពេលវះកាត់និងក្នុងកំឡុងពេលវះកាត់គឺជាតួនាទីរបស់ circulator ព្រោះថា recovery room នោះគាត់មានតួនាទីមើលថែអ្នកជំងឺបន្តទៀតអញ្ចឹងបើសិនជាយើងអត់ report ទេគឺគាត់អត់មានដឹងព័ត៌មានរបស់អ្នកជំងឺនោះគ្រប់ហេតុការណ៍សំខាន់ៗអ្វីដែលបានកើតឡើងជាមួយអ្នកជំងឺក្នុងកំឡុងពេលវះកាត់យើងត្រូវតែ report ទាំងអស់ហើយនេះគឺជាការងាររបស់ពួកខ្ញុំក្នុងនាមជា scrub nurse និង circulate បន្ទាប់ពីការវះកាត់ទទួលបានជោគជ័យបើសិនជាការអនុវត្តរបស់អ្នកទាំងអស់គ្នាខុសពីកន្លែងនេះអាចចែករំលែកជាមួយគ្នាបានអរគុណបាយបាយ